ខ្ញុំបាទទាំងពីរនាក់សូមលំអរកាយគោរពនិងជម្រាបទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជាប់កៅស៊ូខ្ញុំបាទផ្នែកបច្ចេកទេសសូមធ្វើបទបង្ហាញអំពីការបំពាក់សម្ភារៈនៅលើដើមកៅស៊ូនិងសូមរីករាយទស្សនាដូចតទៅមុននឹងចូលដល់ការបំពាក់សម្ភារៈថ្មីនៅលើដើមជាដំបូងយើងត្រូវប្រមូលសម្ភារៈចេញដូចជាថង់ឡាព្រានិងបង្វិលកងចាស់ចំណុចទី2ការគូសចែកដើមក្នុងការគូសចែកដើមនេះយើងមានបន្ទាត់មួយនិងកង្វាមួយមុននឹងគូសព្រំចែកដើមយើងបន្សល់ទុកព្រំខាងមុខពីមុខជាចាស់ចំនួន2សង់ទីម៉ែត្រយើងគូសពីមុខជាមកស្លាបព្រា10សង់ទីម៉ែត្រពីស្លាបព្រាមកដល់កងទ្រចាន15សង់ទីម៉ែត្រក្រោយពីការគូសព្រំផ្នែកខាងមុខរួចហើយយើងបន្តគូសព្រំនៅផ្នែកខាងក្រោយមុននឹងគូសចែកដើមខាងក្រោយយើងត្រូវបន្សល់ទុកពីមុខជាចាស់ចំនួន3សង់ទីម៉ែត្រការគូសចែកដើមមិនអាចគូសវែងបានទេយើងអាចគូសបានតែចំនួន30សង់ទីម៉ែត្រពីមុខជាចំណុចទី3គូសពុម្ពត្រាសាការគូសពុម្ពត្រាសាតម្រូវឲ្យមានមនុស្សចំនួន2នាក់ដើម្បីទប់លំនឹងពុម្ពត្រាសាឲ្យបានជាប់ល្អហើយគូសឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដោយនៅក្នុងក្រុមហ៊ុនរបស់យើងមានការកែសម្រួលទៅលើពុម្ពត្រាសាដោយបងប្អូនឃើញស្រាប់នៅក្នុងពុម្ពតូចនេះដើម្បីកែសម្រួលមុខជាឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេស34ដឺក្រេចំណុចទី4កោសដើមបំពាក់ក្បាំងបិទកាវការកោសដើមយើងកោសពីលើមុខជា15សង់ទីម៉ែត្រទំហំ5សង់ទីម៉ែត្រចំពោះការកោសដើមយើងត្រូវគូសឲ្យបានស្អាតនៅព្រំខាងក្រោមនិងព្រំខាងលើដើម្បីយើងបំពាក់ក្បាំងបិទកាវដើម្បីកុំឲ្យជ្រាបទឹកដើម្បីកប់ក្បាំងឲ្យបានត្រឹមត្រូវយើងត្រូវវាស់ពីមុខជាចំនួន3សង់ទីម៉ែត្រដោយយើងបន្សល់ទុកចុងផ្នែកខាងលើចំនួន15សង់ទីម៉ែត្រដើម្បីកប់ក្បាំងឲ្យបានត្រឹមត្រូវយើងត្រូវកប់នៅចំណុចតែងខាងលើហើយចន្លោះគ្រាប់កប់នីមួយមានគម្លាត3សង់ទីម៉ែត្រក្នុងមួយដើមយើងចំណាយគ្រាប់កប់ពី20គ្រាប់ទៅ23គ្រាប់ក្នុងមួយដើមចំណុចបន្ទាប់គឺយើងបិទកាវក្រោយពីការបិទកាវយើងត្រូវបើកក្បាំងដើម្បីញាត់កាវចូលឲ្យបានល្អ